បាទបងប្អូនថ្ងៃនេះយើងនិយាយពីពូជគោម្ល៉េះពូជពពែម្ល៉េះបងប្អូនជាស្រ័យពូជពពែពូជពពែនៅលើពិភពលោកនៅក្នុងតំបន់ត្រូវគេបែងចែកជា3ក្រុមធំៗបងប្អូនដោយផ្អែកលើគោលបំណងចម្បងនៃការចិញ្ចឹមទី1នោះគឺពូជសាច់ជាប្រភេទពពែដែលមានរាងកាយមាំមួនសាច់ដុំច្រើនលូតលាស់លឿននិងផ្ដល់សាច់ខ្ពស់ជាប្រភេទគេហៅថាជាប្រភេទពូជបឺបងប្អូនមានដើមកំណើតមកពីអាហ្វ្រិកខាងត្បូងហើយវាជាពូជសាច់ល្បីល្បាញបំផុតនៅលើโลกដោយសារមានមាឌធំធាត់លឿននិងសាច់គុណភាពល្អចំណែកទី2គឺពូជពពែទឹកដោះពូជពពែទឹកដោះនេះជាប្រភេទពពែដែលចិញ្ចឹមដើម្បីយកតែទឹកដោះទេបងប្អូនហើយទឹកដោះពពែនេះមានជាតិអាហារូបត្ថម្ភខ្ពស់និងងាយរំលាយអាហារហើយចំណែកពូជពពែយកទឹកដោះនេះគឺឈ្មោះវាសាណែនវាមានដើមកំណើតមកពីប្រទេសស្វីសបងប្អូនហើយជាពូជពពែទឹកដោះដែលល្បីជាងគេនិងផ្ដល់ទឹកដោះបានច្រើនជាងគេបំផុតពណ៌សសុទ្ធអាហ្នឹងណាបងប្អូនហើយពួកវានឹងគឺផ្ដល់ទឹកដោះបានច្រើននិងមានសមត្ថភាពបំបែកអាកាសធាតុបានល្អហើយទឹកដោះមានកម្រិតជាតិខ្លាញ់និងប្រូតេអ៊ីនខ្ពស់បងប្អូនហើយចំណែកទី3នោះគឺពូជពពែកូនកាត់និងចម្រុះបងប្អូនពូជពពែកូនកាត់ការបង្កាត់រវាងមេពពែស្រុកនិងពពែនិងបាពពែបឺទទួលបានកូនពូជពពែដែលមានមាឌធំជាងពពែស្រុកលូតលាស់លឿនប៉ុន្តែនៅតែរក្សាបាននៅភាពធន់នឹងជំងឺនិងអាកាសធាតុនៅក្នុងស្រុកបងប្អូននេះជាប្រភេទដែលកសិករនៅក្នុងកម្ពុជានិយមចិញ្ចឹមបំផុតនៅពេលបច្ចុប្បន្នបងប្អូនអញ្ចឹងសរុបជារួមមកវិញពូជពពែបច្ចុប្បន្នហ្នឹងវាមាន3ប្រភេទបងប្អូនទី1ពពែចិញ្ចឹមយកសាច់ហើយទី2ពូជពពែយកទឹកដោះហើយមួយទៀតគេហៅថាពូជពពែកូនកាត់ចម្រុះមានន័យថាកូនកាត់ពពែស្រុកធម្មតាកាត់ជាមួយបឺ